Đừng có riêng chân na hơi chụp pu sân hành ở phía nơi đồng bọn bà chăm mục phía chỉ sẽ làm riêng những Iran đó là hơi lênประมาณ tháng ấy tự tu bàn thay thay vậy là bà lần ní khang xã rồi làm riêng bậc các pi sừng kiềm thay mùi tiệt pro sừng kiềm bà đạp vào bột nâng châu đo khai ti vào mùi hơi Amerik mình ai vô trên Iran bàn tề lần ní xã rồi làm riêng Luke Scott Bison rồi tây xuông rồi tận kia và các hàm pi sừng kiềm thay này sẽ được cách chịu mùi khang Iran mà đòn tiền bà lấy với tay gì chân tiền này bà đại sao ta sừng kiềm bà đạp vào bột ở trên Iran tề lần ní sừng kiềm sẽ son than thang bài như vậy bà lần ní mình trên tề bà xong bây giờ xã rồi làm riêng này dây luôn ai đấy tha sừng kiềm chịu mùi Iran này cứ mình ai cứ đua Iran bàn tề Amerik bàn thì chỉ đẹp to mòn hả bà cứ khang lục chúc summer chiaสมาชิกประสภีរបស់សហរដ្ឋអាមេរិកបានស្ដីបន្ទោសរដ្ឋបាលលោកត្រាំទៀតថាធ្វើសង្គ្រាមនឹងវាខ្ជះខ្ជាយលុយអត់ប្រយោជន៍ហើយទៅធ្វើសង្គ្រាមនឹងឲ្យតែធ្វើឲ្យអ៊ីរ៉ង់នឹងមានឥទ្ធិពលខាងយោធាកាន់តែខ្លាំងទៅទៀតហើយធ្វើឲ្យប៉ះពាល់ដល់អនុត្តរភាពដល់កិត្យានុភាពរបស់សហរដ្ឋអាមេរិកដែលធ្លាប់មានមកហ្នឹងដល់ពេលទៅប៉ះជាមួយអ៊ីរ៉ង់គឺធ្វើឲ្យអ៊ីរ៉ង់ហ្នឹងមកលុបបំបត្តិនៅអនុត្តរភាពរបស់សហរដ្ឋអាមេរិកមានន័យថាអាមេរិកអន់ដោយសារតែធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នឹងតែម្ដងហើយឥឡូវនេះចូលសង្គ្រាមសេដ្ឋកិច្ចរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកលោក Scott Bessent បានប្រកាសហើយថាឥឡូវនេះគឺសហរដ្ឋអាមេរិករៀបចំកញ្ចប់ទណ្ឌកម្មប្រឆាំងទៅនឹងក្រុមហ៊ុននានាដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់ដោយនឹងធ្វើឲ្យអ៊ីរ៉ង់នៅឯកោនៅលើពិភពលោកដោយមិនអាចមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសណាបានទេបាទជួបបើសង្គ្រាមមិនទៅឈ្នះហើយជួបការដែលធ្វើអ៊ីរ៉ង់ឯកានេះក៏មិនលើកទី1ដែរវាយូរមកហើយវាអាចធ្វើឲ្យអ៊ីរ៉ង់ហ្នឹងគេថាដាច់ដង្ហើមស្លាប់ដែរឬយ៉ាងណាមើលទៅនេះប្រហែលខ្ទប់ដង្ហើមព្រោះគេប្រើពាក្យថាខ្ទប់ដង្ហើមខាងសេដ្ឋកិច្ចហើយបើតាមការអះអាងរបស់លោកអាលីម៉ាដានីសាដេសដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ខាងអ៊ីរ៉ង់លោកសាដេសនិយាយចំអកទៅអាមេរិកវិញថារឿងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នេះមិនមែនលើកដំបូងហើយមិនមែនសហរដ្ឋអាមេរិកទៅប្រកាសនឹងទេអ៊ីរ៉ង់ទទួលទណ្ឌកម្មសេដ្ឋកិច្ចតាំងពីឆ្នាំ1979មកអញ្ចឹងតាំងពីនងមកគឺអ៊ីរ៉ង់ទទួលរងទណ្ឌកម្មហើយអត់ស្លាប់ទេដល់ឥឡូវបើសិនបើសហរដ្ឋអាមេរិករៀបចំកញ្ចប់ទណ្ឌកម្មនោះអ៊ីរ៉ង់នឹងឆ្លើយតបទៅវិញហើយអ៊ីរ៉ង់មិនស្លាប់ទេដូចជានៅពេលបច្ចុប្បន្ននេះអ៊ីរ៉ង់មានប្រទេសជាសម្ព័ន្ធមិត្តជិតពាក់កណ្ដាលពិភពលោកដែលប្រកបមុខរបរដែលរុស្ស៊ីមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ដូច្នេះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងគ្មានសុពលភាពនិងគ្មានឥទ្ធិពលដើម្បីដាក់បន្ទុកលើសេដ្ឋកិច្ចអ៊ីរ៉ង់ទេហើយចំណែកលោកលីជៀនអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិនក៏និយាយដែរថាប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងគោលដៅរដ្ឋបិទឬក៏សម្លាប់គេហៅជាបាច់កខាងសេដ្ឋកិច្ចលើអ៊ីរ៉ង់មែននោះរឿងវាកាន់តែធំព្រោះមធ្យោបាយរបស់សហរដ្ឋអាមេរិកនេះវាមិនមែនជាមធ្យោបាយបញ្ចប់សង្គ្រាមទេវាធ្វើឲ្យអ៊ីរ៉ង់ឈឺចាប់និងមានការសងសឹកមកវិញហើយម្យ៉ាងទៀតការធ្វើបែបនេះវាហួសហេតុពេកសហរដ្ឋអាមេរិកមើលទៅហួសហេតុពេកដោយសារតែធ្វើសង្គ្រាមជាមួយគេមិនឈ្នះក៏ទៅដាក់ទណ្ឌកម្មទៅរដ្ឋបတ်ខាងសេដ្ឋកិច្ចរបស់គេទៅទៀតដូច្នេះមានន័យថាវាយខាងមុខនឹងមិនឈ្នះគេផងហើយទៅវាយពីក្រោយវាជារឿងកំសាសហរដ្ឋអាមេរិកកំសាពេកដែលធ្វើបែបនេះវាតាមការអះអាងរបស់លោកលីជៀនជាអ្នកនាំពាក្យក្រសួងការបរទេសចិនបាទជួបបើធ្វើសង្គ្រាមមិនឈ្នះហើយទប់ដង្ហើមក៏មិនជាប់មិនដាច់ដង្ហើមទៅទៀតហើយមកដល់ដំណាក់កាលនេះអាមេរិកគេត្រូវបានពិភពលោកមើលឃើញថាចំណុចហើយចំពោះសង្គ្រាមជាមួយអ៊ីរ៉ង់បាទចំពោះសង្គ្រាមជាមួយអ៊ីរ៉ង់នេះមើលទៅបើនិយាយពីលទ្ធភាពយកឈ្នះអត់ឈ្នះទេវាអស់ហើយសហរដ្ឋអាមេរិកគឺបាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិខ្លាំងសូម្បីប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាពិសេសបណ្ដាប្រទេសជាសមាជិករបស់អង្គការ NATO នឹងហាក់ដូចជាឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកឃ្លាតឆ្ងាយនៅត្រង់ថាសហរដ្ឋអាមេរិករយៈកាលកន្លងមកពីអតីតកាលមកគឺហាក់ដូចជាខ្លាំងដោយសារតែសម្ព័ន្ធមិត្តសង្គ្រាមនៅកន្លែងណាក៏ដោយនៅអាហ្វហ្គានីស្ថាននៅអ៊ីរ៉ាក់នៅលីប៊ីនៅប្រទេសផ្សេងទៀតគឺមានការចូលរួមពីប្រទេសជាសម្ព័ន្ធមិត្តទើបសហរដ្ឋអាមេរិកខ្លាំងប៉ុន្តែដល់ធ្វើសង្គ្រាមមួយទល់មួយជាមួយប្រទេសអ៊ីរ៉ង់
គឺសហរដ្ឋអាមេរិកអត់ខ្លាំងទេសូម្បីតែបើកច្រកសមុទ្រហមូសទូចមួយនេះក៏សហរដ្ឋអាមេរិកមិនអាចធ្វើបានផងអញ្ចឹងបើនិយាយពីសង្គ្រាមប្រដាប់អាវុធរហូតមកនេះចូលខែទី6ហើយគឺសហរដ្ឋអាមេរិកគ្មានសមត្ថភាពផ្ដួលរំលំអ៊ីរ៉ង់ទេហើយប្រទេសនានានៅក្នុងតំបន់មជ្ឈិមបូព៌ាដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកហាក់អស់សង្ឃឹមកាន់តែខ្លាំងទៅលើសហរដ្ឋអាមេរិកដែលជាខ្នងបង្អែកពីព្រោះឥឡូវនេះប្រព័ន្ធការពារដែនអាកាសនៅក្នុងប្រទេសនានាដូចជាប្រទេសគុយវ៉ែតបារ៉ែនកាតាអារ៉ាប់រួមអូម៉ង់ជាដើមនោះគឺដែនអាកាសទទេជាអាកាសទទេគ្មានអីការពារទេហើយប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋានទ័ពអាមេរិកសង្ឃឹមថាគ្មានអ្នកណាហ៊ានវាយប្រហារទៅលើខ្លួនទេប៉ុន្តែឥឡូវនេះអ៊ីរ៉ង់វាយប្រហារតាមចិត្តវាយប្រហារតែយានដ្រូនតូចមួយក៏អាចចូលទៅដល់គោលដៅដែរដោយសារតែអស់ប្រព័ន្ធការពារដែនអាកាសសម្រាប់ប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈិមបូព៌ាទៅហើយបាទលោកសេរីនជុំវិញអ្វីដែលអាមេរិកបានកំពុងតែធ្វើដោយលោកបានលើកឡើងធ្វើឲ្យពិភពលោកថាដូចជានៅឆ្ងាយពីអាមេរិកកាន់តែខ្លាំងចុះឥឡូវស្ថានភាពជារួមសពថ្ងៃហ្នឹងអាមេរិកបានកំពុងធ្វើអ្វីបន្ថែមទៅលើអ៊ីរ៉ង់ហើយអ៊ីរ៉ង់កំពុងតែត្រឹងឬយ៉ាងណាហើយការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់មជ្ឈិមបូព៌ាហ្នឹងមួយរយៈហ្នឹងស្ងាត់ឬក៏គាត់ទៅបន្តរពេះរប៉ោះជាមួយនឹងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបាទបើនិយាយពីសង្គ្រាមប្រដាប់អាវុធសង្គ្រាមប្រដាប់អាវុធរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះស្ងាត់ហើយស្ងាត់ដោយសារសហរដ្ឋអាមេរិកក៏មិនវាយប្រហារទៅលើអ៊ីរ៉ង់ក៏មិនវាយប្រហារទៅលើសហរដ្ឋអាមេរិកប៉ុន្តែចំពោះប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋានយោធាក៏នៅតែមានក្តីបារម្ភដដែលធ្វើត្បិតតែមិនមានសកម្មភាពនៃការវាយប្រហារតែនៅបារម្ភនៅត្រង់អត់មានប្រព័ន្ធការពារដែនអាកាសទេសហរដ្ឋអាមេរិកក៏ប្រកាសដែរពូរីយកអស់ហើយអង្គាសអស់ហើយតាំងពីកូរ៉េខាងត្បូងយកពីកូរ៉េខាងត្បូងទៅយកពីអ៊ុយក្រែនទៅយកពីហូឡង់យកពីស៊ុយអែតយកពីអាល្លឺម៉ង់ទៅទៀតប្រើប្រាស់អស់ហើយអញ្ចឹងឥឡូវនេះដែនអាកាសនៅប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាជាដែនអាកាសទទេជិះពីក្តីបារម្ភអញ្ចឹងបើនិយាយពីសង្គ្រាមប្រដាប់អាវុធរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកស្ងប់ស្ងាត់ហើយដោយសារតែអ៊ីរ៉ង់ក៏មិនអាចយកឈ្នះអាមេរិកបានអាមេរិកក៏មិនអាចយកឈ្នះអ៊ីរ៉ង់បានហើយភាគីទាំងពីរអត់វាយគ្នាទេប៉ុន្តែចំពោះសមុទ្រច្រកសមុទ្រហមូសនៅដដែលទេគឺបិទពីរជាន់អ៊ីរ៉ង់គ្រប់គ្រងដដែលច្រកសមុទ្រហមូសនេះបើកន្លែងតូចចង្អៀតរវាងអ៊ីរ៉ង់ម្ខាងអូម៉ង់ម្ខាងអ៊ីរ៉ង់អ្នកគ្រប់គ្រងអាមេរិកអត់អាចបើកទេតែអាមេរិកបិទមួយជាន់ទៀតគឺបិទដែនទឹកអ៊ីរ៉ង់មានន័យថានាវាចេញនឹងចូលអ៊ីរ៉ង់គឺมันអាចធ្វើដំណើរចូលมันអាចធ្វើដំណើរចេញបានទេចេញក៏មិនបានដែរហើយចូលក៏មិនបានដែរមានន័យថាកំពង់ផែអ៊ីរ៉ង់ត្រូវសហរដ្ឋអាមេរិកបិទចិត្តបាទដូច្នេះមានន័យថាច្រកសមុទ្រហមូសមួយនេះគេចេញសមុទ្រពាក់មកខាងសមុទ្រអាដែនហើយច្រកសមុទ្រហមូសនៅកណ្ដាលនេះបិទពីរជាន់អាមេរិកបិទខាងក្រៅអ៊ីរ៉ង់បិទខាងក្នុងអញ្ចឹងបើសិនជាសហរដ្ឋអាមេរិកបើកក៏បើកតែសម្រាប់អ៊ីរ៉ង់ដែរប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រអត់អាចចេញចូលបានដែរដោយសារតែអ៊ីរ៉ង់បិទចិត្តដូច្នេះពីរនាក់ហ្នឹងអ៊ីរ៉ង់បិទសម្ព័ន្ធមិត្តអាមេរិកបិទអ៊ីរ៉ង់អញ្ចឹងវានៅបិទពីរជាន់ដដែលឥឡូវនេះចូលសង្គ្រាមបើប្រែប្រួលគឺសង្គ្រាមសេដ្ឋកិច្ចនឹងឯងសង្គ្រាមសេដ្ឋកិច្ចនៅត្រង់ថាសហរដ្ឋអាមេរិកគឺបិទគប់មានន័យថានិយាយឲ្យស្រួលស្ដាប់ថាប្រទេសបើរុស្ស៊ីអ៊ីរ៉ង់រុស្ស៊ីជាមួយអ៊ីរ៉ង់កុំរុស្ស៊ីជាមួយអាមេរិកបាទមានន័យអញ្ចឹងមានន័យថាឥឡូវនេះក្រុមហ៊ុនឬប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់បើរុស្ស៊ីជាមួយអ៊ីរ៉ង់កុំរុស្ស៊ីជាមួយអាមេរិកមានន័យថាអញ្ចឹងប៉ុន្តែគ្រាន់តែចំណាត់ការរបស់សហរដ្ឋអាមេរិកនេះមិនទាន់ថាត្រូវដាក់ឲ្យចូលជាធរមាននៅថ្ងៃណាទេគ្រាន់តែរដ្ឋមន្ត្រីក្រសួងការរដ្ឋាភិបាលអាមេរិកលោក Scott Bessent ប្រកាសហើយថាកញ្ចប់ទណ្ឌកម្មនឹងមិនមែនដាក់លើអ៊ីរ៉ង់ទេគឺដាក់ទៅលើប្រទេសនិងក្រុមហ៊ុនដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងអ៊ីរ៉ង់ប៉ុន្តែមិនទាន់ចូលជាធរមានទេគ្រាន់តែថាសហរដ្ឋអាមេរិករៀបចំរួចទៅហើយដើម្បីបង្ខំឲ្យអ៊ីរ៉ង់នេះចរចាដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែអ៊ីរ៉ង់ឥឡូវនេះប្រកាសថាខ្លួនមិនចរចាដោយសារសម្ពាធចឹងទេ
มันอาจเมียนสัมเปียดดะสัมเปียดให้หาแต่จอจ้าออเตอิรังมันจอจ้าเตตรึงกุยเลือตกสมาหมกสมาหมดโดยเนี่ยเมียนน้ำอีรองประกาศให้อีรองประกาศให้ถ้าเบอดะสัมเปียดให้จอจ้าให้จอจ้าคืออีรองออเตบานนี่คือจุ่มโฮบอกไปเตร้องคือบ่จองจอจ้าไปจับสังเครียมเท้าแต่เชาตัวมุกนี้เรื่องกุยตัวมุกนี้นี่ยี่โดยตรองสมาหมกสมาหมดโดยอดเมียนสัมเปียดเตบ่เจ้าเบอร์ซันจีอีรังทาโดยชนะฮาวิอาดังเชียนตลอดการวิปัญหาตรงตรีทมสารจิตทำไมดีบ้ามือเต้พอยสวยนะพอยสวยโดยซาตาบอดชุบบัญระยะเป็น60 ថ្ងៃจอบให้ปลัว60 ថ្ងៃตั้งเป็นថ្ងៃទី17 ខែកក្កដារហូតមកដល់ខែសីហាខែមិថុនារហូតមកដល់ខែសីហានេះវាចប់ថ្ងៃដល់ទី17 ខែសីហានឹងចប់អញ្ចឹងឥឡូវនេះបតឈប់បាញ់ក៏អត់មានដែរខាងអ៊ីរ៉ង់និងអាមេរិកនឹងគឺមាននៅសង្គ្រាមនិយាយទៅគ្រាន់តែភាគីទាំងពីរអត់បែកគ្នាទេអញ្ចឹងវាផុយស្រួយណាស់បើសិនបើភាគីទាំងពីរមិនចរចាហើយគេមើលទៅមានតែផ្លូវចរចាមួយគត់ដែលអាចបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានព្រោះភាគីទាំងពីរមិនអាចយកឈ្នះគ្នាដោយអាវុធបានទេព្រោះសង្គ្រាមវាអូសបន្លាយ6 ខែទៅហើយវាចូល6 ខែទី6ហើយអត់មានអ្នកណាឈ្នះអ្នកណាចាញ់អញ្ចឹងបើចង់បញ្ចប់សង្គ្រាមតើចរចាហើយដល់ឥឡូវភាគីទាំងពីរមិនចរចាមានន័យថាអ៊ីរ៉ង់និងអាមេរិកនៅតែមានសង្គ្រាមគ្រាន់តែភាគីទាំងពីរមិនវាយគ្នាហើយពីព្រោះភាគីទាំងពីរហ្នឹងក៏ដឹងដែរបើវាយគ្នាវាអត់ប្រយោជន៍នៅត្រង់ថាដូចសហរដ្ឋអាមេរិកអញ្ចឹងវាយប្រហារទៅតាមអាកាសតាមយន្តហោះចម្បាំងដោយមីស៊ីលជាដើមគ្រាន់តែជាការបំផ្លិចបំផ្លាញតែប៉ុណ្្នឹងឯងបើត្រង់ឲ្យឈ្នះវាមិនឈ្នះទេអ៊ីរ៉ង់ក៏ដូចគ្នាដែរវាយប្រហារបកទៅលើសហរដ្ឋអាមេរិកគ្រាន់តែបំផ្លាញផលប្រយោជន៍អាមេរិកតែប៉ុណ្្នឹងឯងត្រង់ឲ្យអ៊ីរ៉ង់ឈ្នះសង្គ្រាមដោយវាយប្រហារពីចម្ងាយអញ្ចឹងក៏អត់ដែរអញ្ចឹងមធ្យោបាយមានតែមួយទេគឺការចរចាហើយឥឡូវនេះចរចាដូចជានៅឆ្ងាយដោយសារតែសហរដ្ឋអាមេរិកគម្រាមហើយគម្រាមទៀតអញ្ចឹងហើយអ៊ីរ៉ង់ស្អប់អាពាក្យគម្រាមនឹងឯងបាទស្អប់ពាក្យគម្រាមដោយលោកត្រាំថាងនឹងកំទេចប្រទេសអ៊ីរ៉ង់ឲ្យคล้ายទៅជាផេះអីអញ្ចឹងទៅដោយពាក្យទាំងអស់នេះអ៊ីរ៉ង់ស្អប់ដោយសារតែជាតិមួយសាសមួយដែលត្រូវគេគម្រាមកំហែងត្រូវគេប្រមាថបែបអញ្ចឹងវាឈឺចាប់ម្យ៉ាងអ៊ីរ៉ង់ឈឺចាប់ក៏គ្រប់គ្រាន់ដែរដោយសារតែមេដឹកនាំរបស់ខ្លួនពីថ្នាក់កំពូលរហូតដល់ថ្នាក់កណ្ដាលរហូតដល់52នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមដោយសារអាមេរិកនិងអ៊ីស្រាអែលនឹងឯងអញ្ចឹងអ៊ីរ៉ង់ក៏ឈឺចាប់គ្រប់គ្រាន់ដែរឥឡូវនេះអ៊ីរ៉ង់កំពុងតែទានៅអ្វីដែលខ្លួនចង់បានបាទបើសិនជាសហរដ្ឋអាមេរិកមិនអោយសង្គ្រាមនៅតែនៅហើយសហរដ្ឋអាមេរិកក៏ត្រូវចំណាយច្រើនក្នុងសង្គ្រាមនឹងដែររដ្ឋបាលលោកត្រាំនឹងបោះឆ្នោតនៅខែវិច្ឆិកានឹងទៀតនៅពាក់កណ្ដាលអាណត្តិបាទអញ្ចឹងបើសិនបើលោកត្រាំមិនបញ្ចប់សង្គ្រាមវាប៉ះពាល់ដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់លោកត្រាំនឹងទៀតបាទគេក៏ទន្ទឹងរង់ចាំជាមើលតើលោកត្រាំទទួលបានការគ្រប់គ្រងកម្រិតណាបើទទួលបានការគ្រប់គ្រងនោះមានន័យថាមានការគ្រប់គ្រងឲ្យធ្វើសង្គ្រាមដែរបាទលោកសេរីមឥឡូវនេះស្ថានភាពដោយលោកសរុបជារួមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តនៅប្រចាំបូព៌ាគឺដំណើរថាទៅមុខមិនទៅមុខទៅក្រោយមិនទៅក្រោយឥឡូវនេះសង្គ្រាមវាបិទតែផ្អាកប៉ុន្តែផុយស្រួយកម្លាំងអ្នកទាំងពីរបានសាកដឹងគ្នាអស់ហើយជួបបើនៅតែតានតឹងនៅតែអូសបន្លាយបែបនេះស្ថានភាពសេដ្ឋកិច្ចយ៉ាងណាដែរអ្នកជំនាញសេដ្ឋកិច្ចមានបានរំលេចលើកឡើងពីក្តីកង្វល់លើបញ្ហាសេដ្ឋកិច្ចដែរឬយ៉ាងណាបាទប្រព័ន្ធផ្សព្វផ្សាយ Wall Street Channel គឺចុះផ្សាយយើងញាប់សង្គ្រាមអាមេរិកនិងអ៊ីរ៉ង់នេះវាធ្វើឲ្យប៉ះពាល់ជាលក្ខណៈអន្តរជាតិបាទមានន័យថាមិនមែនប៉ះពាល់តែអ៊ីរ៉ង់និងអាមេរិកទេដោយសារតែប្រព័ន្ធសេដ្ឋកិច្ចនឹងវាត្រូវរយិរយាកវាដាច់ដោយជាពិសេសថាមពលនៅបណ្ដាប្រទេសក្នុងតំបន់សំទុកតំបន់មជ្ឈមបូព៌ាគឺមានការផ្គត់ផ្គង់ថាមពលនៅលើទីផ្សារអន្តរជាតិក្នុងរង្វង់ 20% នៃតម្រូវការសរុបអញ្ចឹងបើសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់នៅតែមានន័យថាការផ្គត់ផ្គង់ថាមពលនៅលើទីផ្សារអន្តរជាតិគឺអត់បានទេដាច់ដោយ 20% នឹងហើយវាធ្វើឲ្យប៉ះពាល់ទាំងអស់ជាពិសេសបណ្ដាប្រទេសនៅអាស៊ីម្យ៉ាងទៀតផលប៉ះពាល់នឹងមិនមែនប៉ះពាល់តិចទេវាអាចយូរឆ្នាំតទៅទៀតដោយសារតែសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់នេះបើមើលទៅវាជាសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែសង្គ្រាមនេះគឺជាសង្គ្រាមដណ្ដើមឥទ្ធិពលនៅក្នុងតំបន់មជ្ឈមបូព៌ាបាទបើសិនជាសង្គ្រាមចប់ទៅ
អាមេរិកមិនអាចផ្ដួលអ៊ីរ៉ង់បានអ៊ីរ៉ង់នឹងគ្រប់គ្រងពេញមជ្ឈមបូព៌ាអ៊ីរ៉ង់នឹងคล้ายទៅជាបងធំនៅក្នុងតំបន់មជ្ឈមបូព៌ាអញ្ចឹងមិនមែនតែឈ្នះអាមេរិកទេប្រទេសនានាដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈមបូព៌ានឹងរនាបអ៊ីរ៉ង់នឹងធ្វើតាមអ៊ីរ៉ង់នឹងមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ដូច្នេះមានន័យថាសហរដ្ឋអាមេរិកបាត់បង់ផលប្រយោជន៍ធំធេងណាស់នៅក្នុងតំបន់មជ្ឈមបូព៌ាបើផ្ដួលអ៊ីរ៉ង់មិនបានបាទដូច្នេះរឿងហ្នឹងមិនមែនរឿងតែអ៊ីរ៉ង់នៅអាមេរិកទេគឺរឿងឥទ្ធិពលពេញតំបន់មជ្ឈមបូព៌ាហើយបើមានឥទ្ធិពលនៅតំបន់មជ្ឈមបូព៌ាស្មើនឹងអ៊ីរ៉ង់គ្រប់គ្រងសេដ្ឋកិច្ចពិភពលោកក្នុងរង្វង់ 35% តម្លៃមាសតម្លៃរ៉ែតម្លៃធម្មពលមានប្រេងឥន្ធនៈអូស្មန်អាចនៅលើអ៊ីរ៉ង់ជាអ្នកកំណត់ប្រទេសណាមិនធ្វើតាមអ៊ីរ៉ង់បិទច្រកសមុទ្រហូមូសឬអ៊ីរ៉ង់បិទច្រកណាមួយគម្រាមកំហែងដោយមធ្យោបាយណាមួយបានដូច្នេះសង្គ្រាមអ៊ីរ៉ង់និងអាមេរិកនេះគឺជាសង្គ្រាមកំណត់អនាគតនៅតំបន់មជ្ឈមបូព៌ាថាតើតំបន់មជ្ឈមបូព៌ានៅជារបស់អាមេរិកឬនឹងទៅជារបស់អ៊ីរ៉ង់រឿងប៉ុណ្ណឹងឯងដូច្នេះរឿងវាធំណាស់បើនិយាយពីផលប៉ះពាល់វានៅមានផលប៉ះពាល់តទៅទៀតហើយបើនិយាយពីប៉ូលមហាអំណាចរាល់ថ្ងៃមានអាមេរិកមានចិននិងរុស្ស៊ីថាអាមេរិកនិងចិនមានតែអ៊ីរ៉ង់នឹងហើយនៅតំបន់មជ្ឈមបូព៌ាប្រទេសទាំងអស់នៅតំបន់មជ្ឈមបូព៌ាជារបស់អាមេរិកជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយចិនមានតែអ៊ីរ៉ង់នឹងរុស្ស៊ីមានអ៊ីរ៉ង់នឹងអញ្ចឹងចិននិងរុស្ស៊ីបើអនាគតអ៊ីរ៉ង់ឈ្នះស្មើនឹងចិននិងរុស្ស៊ីឈ្នះឥទ្ធិពលនៅតំបន់មជ្ឈមបូព៌ាខាងភូមិសាស្ត្រនយោបាយជាមួយអាមេរិកដូច្នេះអាមេរិកបាត់បង់ឥទ្ធិពលភូមិសាស្ត្រនយោបាយប្រទេសមកមជ្ឈមបូព៌ាងាកបែរមកខាងអ៊ីរ៉ង់ងាកបែរមកខាងចិននិងរុស្ស៊ីសហរដ្ឋអាមេរិកបាត់បង់ឥទ្ធិពលជាពិសេសអ៊ីស្រាអែលនឹងឯកោនៅពេលអនាគតបាទអរគុណលោកសេរីដែលបានលើកឡើងជុំវិញឋានភាពវិរួមនៅតំបន់មជ្ឈមបូព៌ាយើងជួបគ្នាឱកាសក្រោយទៀតអរគុណបាទប្រិយមិត្តទស្សនិកជនបាទពីកម្មវិធីក៏សូមអនុញ្ញាតពេលវេលាសម្រាប់ទីសិនវគ្គបន្ទាប់យើងមានបទយោកាកាន់តែពិសេសនិងអស្ចារ្យសម្រាប់ promotion ពាក់កណ្ដាលឆ្នាំ Orchidea Mid Year Exclusive Deal មិនធ្លាប់មានទិញផ្ទះថែមខុនដូ